ជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមិនឆាំងញ៉ាំនៅផ្ទះចានេះមិនឆាំងមកប៉ុន្តែតែ2005ទេចា2005ហើយនឹងមានបន្លែមានអីគ្រប់មុខចឹងណាមានដាច់ដីមានម្ទេសមានទឹកត្រីចឹងណាបងប្អូនចានេះបន្លែគ្រប់មុខហើយមានជាគ្រប់មុខទៀតហើយបន្លែហ្នឹងគេដាំនៅចិត្តហ្នឹងទេអ្នកស្រុកគាត់ដាំចឹងហើយគាត់ទិញនៅចិត្តហ្នឹងទេចាអញ្ចឹងនេះជាខ្ញុំតើចិត្តណាញ៉ាំអានេះស្ដាងស្ដាងខាងប្រទេសវាអញ្ចឹងញ៉ាំទៅស្រួយឆ្ងាញ់អញ្ចឹងឥឡូវខ្ញុំបានជីដាក់បន្លែហើយចាហើយយើងដាក់snowវាហើយញ៉ាំទៅមានរសជាតិឆ្ងាញ់មែនតែទឹកត្រីគាត់ធ្វើឆ្ងាញ់ល្មមហ្មងចាយើងដាក់បន្លែដាក់អីចឹងមករៀងយើងញ៉ាំដាក់តែមកប្រទេសគឺឆ្អែតដល់ចានេះដាំហើយយើងចាដូចខ្ញុំនិយាយចឹងគឺបន្លែជីអីហ្នឹងគាត់ដាំនៅចិត្តហ្នឹងទេអញ្ចឹងគាត់ទិញមកពីអ្នកស្រុកចិត្តហ្នឹងចឹងចាញ៉ាំហើយខ្ញុំភ្លេចមើលហើយទៅដាក់សាច់ដីតាមដាក់សាច់ដីចាថ្ងៃម្ទេសហ្នឹងញ៉ាំអត់ញ៉ាំទេម្ទេសញ៉ាំអត់ដាំទេនេះនំគ្រក់ចានំគ្រក់2ទៀតចា2500ទៀតអញ្ចឹងវាទាំងអស់វា3000ដែរញ៉ាំ3000យើងឆ្អែតតែម្ដងចាងាយទេចាបន្ទាប់ពីញ៉ាំនំគ្រក់ហើយយើងញ៉ាំបញ្ឆេះបន្តទៀតចាញ៉ាំយើងមើលនេះសាឡាត់មានជីមានអីចឹងយើងដាក់មកដោយទំនុកចិត្តមកយើងញ៉ាំអត់មានភ័យព្រួយបារម្ភរឿងថាគេមានអីចឹងទេតែយើងញ៉ាំបានដោយសប្បាយចិត្តហើយរីករាយក្នុងចិត្តហើយទំនុកចិត្តថាវាមានអត់មានបញ្ហាអីចឹងណាបងប្អូនណាអញ្ចឹងបងប្អូននៅនេះវាអត់ស្អីទេគឺធម្មជាតិច្រើនចាធម្មជាតិច្រើនអញ្ចឹងយើងញ៉ាំដោយទំនុកចិត្តចាអរគុណច្រើនបងប្អូនដែលបានទស្សនាតាមដើមមកចប់ជំរាបលាបាយបាយ